Ôi, đàn trâu tô mà nó caoឡើងចំពោះរបស់ហ្នឹងមិនមែនទោសៈហ្នឹងកើតឯងទេឧទាហរណ៍ថាមកស្ដាប់ធម៌ទុកស្បែកជើងក្រៅចេញទៅវិញទៅយកបានឧទាហរណ៍ណាកំពុងស្ដាប់កំពុងបាត់មិញហើយប្រសិនបើលោភៈនៅក្នុងស្បែកជើងនឹងមិនច្រើនទេណាអញ្ចឹងអត់ខឹងតែបើស្រឡាញ់ស្បែកជើងនឹងខ្លាំងជាប់ជំពាក់ជាមួយនឹងស្បែកជើងនឹងខ្លាំងអាចិត្តស្ដាយនឹងវាច្រើនចិត្តស្ដាយនឹងឯងវាកើតជាមួយនឹងបដិខៈថ្នាំងថ្នាក់នាំឲ្យតោមនោះនាំឲ្យតូចចិត្តនាំឲ្យចង្អៀតចង្អល់ចិត្តរហូតដល់ទៅខឹងក្រោធខ្លាំងអញ្ចឹងបានជាការខឹងក្រោធនឹងចែកទៅវាមានច្រើនមានកោធៈសេចក្តីក្រោធខឹងឧបនាហៈការចងគំនុំអាឃាតជាបាតវាច្រើននៃច្រើនហ្នឹងហើយអញ្ចឹងការលើកឡើងនេះគឺជាចំណុចដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បង្រៀនថាពីព្រោះសេចក្តីសុខមានពីរគឺសេចក្តីសុខផ្លូវកាយហើយនិងសេចក្តីសុខផ្លូវចិត្តបណ្ដាសេចក្តីសុខទាំងពីរសេចក្តីសុខផ្លូវចិត្តប្រសើរជាងទុក្ខក៏អញ្ចឹងដែរទុក្ខផ្លូវកាយនិងទុក្ខផ្លូវចិត្តបណ្ដាទុក្ខទាំងពីរហ្នឹងគឺថាទុក្ខផ្លូវចិត្តហ្នឹងលំបាកជាងហើយក៏ជាហេតុនៃទុក្ខដតីជាច្រើនទៀតដោយសារតែមានទុក្ខផ្លូវចិត្តអញ្ចឹងវាពាក់ព័ន្ធជាមួយនឹងការធ្វើបុណ្យគឺជាការលាងជម្រះនៅភាពលំបាកទាំងអស់ហ្នឹងហើយពាក្យធ្វើបុណ្យមួយម៉ាត់ណាប៉ុន្តែជាធម្មតាយើងច្រើនតែជាប់ជាមួយពាក្យថាការធ្វើបុណ្យវាពាក់ព័ន្ធជាមួយនឹងកម្មវិធីក៏ប៉ុន្តែបើយើងសិក្សាអំពីពាក្យថាបុណ្យគឺសំដៅទៅដល់ការជំរះចិត្តអត្តនោសន្តានបណតិសោថេតិតិបញ្ញានឹងញោមអ្នករៀបចំមេត្តាបថយវលិនបន្តិចបថយសំឡេងបន្តិចបាទវលិនហ្នឹងចង់ខ្លាំងជាងមីក្រូអាត្មាទៀតហ្នឹងអាត្មាកំពុងតែទេសឲ្យញាតិញោមសុខចិត្តតែមកលើពេទ្យគឺកាត់ទុកគ្រប់គ្នាឡើយទុកព្រោះស្ដាប់បានទៅជាចេះចោះណាអញ្ចឹងការទៅការតោះហ្នឹងវាគ្រប់តែរឿងហើយយើងមិនចង់ទេមែនទេយើងអត់ចង់ទេប៉ុន្តែបើប៉ះចំណៃវាត្រូវតែកើតហ្នឹងគឺជាការសម្ដែងអំពីអនត្តាធម៌ឥឡូវហេតុអីបានជាយើងមើលញាតិញោមយើងធ្វើបុណ្យច្រើនប៉ុន្តែយូរទៅកាន់តែកាចទៅភាគច្រើនណាកាន់តែចាស់កាន់តែកាចកាន់តែចាស់កាន់តែងោកាន់តែចាស់កាន់តែមួម៉ងច្រើនដោយសារអីដោយសារជួនកាលចេះធ្វើបុណ្យតែរឿងកម្មវិធីផ្លិចឯការជំរះចិត្តបុណ្យគឺដូចជាទឹកសម្រាប់លាងជំរះបាបអាចប្រើពាក្យដតីជំនួសបានដូចជាពាក្យថាកុសលហ្នឹងក៏ជាឈ្មោះនៃបុណ្យនឹងឯងអញ្ចឹងត្រូវពិនិត្យមើលថាខណៈដែលយើងសន្សំបុណ្យហ្នឹងតើជាកុសលទេចិត្តនេះតើជាកុសលឬទេប្រសិនបើចិត្តមិនមែនជាកុសលមិនមែនជាបុណ្យទេហើយកុសលនឹងមានតួនាទីធ្វើអីកុសលកិច្ចរបស់វាដោយសំខាន់គឺអកុសលវុទ្ធិសនៈរក្សាគឺកំចាត់បងនៅអកុសលស្អីទៅជាអកុសលគឺជាគ្រឿងសៅមងចិត្តសក់គ្រប់ទាំងអស់កិលេស10ក្តីកិលេសច្រើនទៀតតែរួមមកនៅក្នុងលោភៈទោសៈមោហៈហ្នឹងខណៈដែលកុសលកើតធัว3នឹងអត់កើតទេមួយណាក៏អត់កើតដែរលោភៈក៏មិនកើតទោសៈក៏មិនកើតមោហៈក៏អត់កើតនឹងចឹង
ទេសនាមានភ្លេងពេលទេសនាបើសិនជាអាចបិទទូរស័ព្ទ1 ម៉ោងល្អនឹងឈ្មោះរញាតញោមបានបនច្រើនព្រោះគោរពធម៌ដូចស្មាតែទេសនាបិទចង់នាងណាទេមកកុំចូលណាក្រណទូរស័ព្ទយើងររើញាតញោមដតីក៏ងាកមើលអាត្មាក៏ទេសមិនចេញស្ទះទាំងអស់គ្នាមែនទេអញ្ចឹងញាតិញោមខ្លះមិនតាន់រើហ្នឹងបិទឲ្យហើយតែរោម្ដងមកឈប់ម្ដងបូកសរុបមកហើយមុនទូរស័ព្ទរោមិញខ្លាញ់និយាយរឿងអីហ្នឹងដែលឈ្មោះថាកុសលគឺជាធម្មជាតិដែលលៀងជំរះអកុសលញាតិញោមធ្វើបុណ្យចង់បានបុណ្យច្រើនចង់ណាចង់បានបុណ្យច្រើនណាមនុស្សធ្វើអីក៏ដោយបើគ្មានលទ្ធផលវាអត់អាចញ៉ាំងសេចក្តីពេញចិត្តនឹងឲ្យធ្វើតទៅទៀតទេលក់ដូរក៏ដោយធ្វើស្រែក៏ដោយធ្វើការរាជការក៏ដោយធ្វើប៉ុណ្ណានៅតែប៉ុណ្ណឹងតំណែងមិនឡើងគេនឹងមិនមានទឹកចិត្តថត់ធ្វើតទៅទៀតទេយ៉ាងណាមិញបុណ្យកុសលអញ្ចឹងអ្នកធ្វើកាន់តែពេញចិត្តនឹងការធ្វើព្រោះធ្វើត្រូវតាមទំនោរត្រូវតាមហេតុអាត្មាចង់ទេសពីរឿងបុណ្យបច្ចុប្បន្នដែលញាតិញោមអាចទទួលបានសពថ្ងៃដោយសារការធ្វើបុណ្យគេសង្ឃឹមតែផលទៅអនាគតជាតិឯណោះហើយអនាគតជាតិគ្មានអ្នកណាដែលបង្ហាញឲ្យយើងឃើញទេសូម្បីតែលោកអ្នកទេសនាដែលថាងាប់ទៅកើតទេវតាលោកក៏មិនដែលទៅអាត្មាក៏មិនដែលទៅជាតិមុនធ្លាប់ទៅមិនដឹងទេតែឥឡូវមិនដែលបានធ្វើវីសាអីទៅទេវតាម្ដងហ្នឹងហើយគឺជាកន្លែងដែលមើលមិនឃើញប៉ុន្តែអ្វីដែលគួរយល់ត្រូវយល់បច្ចុប្បន្ននេះញាតិញោមធัวដែលនាំសេចក្តីសុខពិតប្រាកដហ្នឹងនឹងបច្ចុប្បន្ននេះឯងនឹងអញ្ចឹងឧទាហរណ៍ដូចជារឿងនាងបដាចារាញាតិញោមលឺរឿងនាងបដាចាដែលលឺរឿងនាងបដាចាណារហូតដល់លោកយាយរស់សេរីសេដ្ឋាគាត់ច្រៀងនាងបដាចារងគ្រោះព្រោះខ្លែងឆក់កូនចំណែករូបអូនរងគ្រោះព្រោះខ្លែងឆក់ប្តីនឹងក៏មានប៉ុន្តែដល់រឿងកំប្លែងគេមកនិយាយបដាចាអត់ទៅជួបព្រះទេទៅជួបតាឥសីទៅវិញនឹងធ្លាប់ឃើញគេឃើញ account គេលេងប៉ុន្តែការពិតនាងបដាចាទៅជួបព្រះសម្មាសម្ពុទ្ធប៉ុន្តែក្នុង account មានណាទៅដើរតួធ្វើព្រះកើតទៅធ្វើឥសីបណ្ដោយទៅវាមិនសមយកព្រះអង្គឡើងដូចឆាក account យល់ទេហ្នឹងនាងបដាចាទុកធំទេញាតិញោមទុកធំហ្នឹងហើយមើលកូនអ្នកមានណាកូនអ្នកមានកូនសេដ្ឋីឪពុកឲ្យនៅលើប្រាសាទ7ជាន់ហើយត្រូវគ្នាជាមួយអ្នកបម្រើប្រុសក៏រត់ពង្រត់គ្នាទៅបាត់ទៅបានកូនមួយសុំប្តីមកប្តីមកមកប្តីនៅផ្ទះរត់មកកើតតាមផ្លូវដល់កូនទី2អញ្ចឹងទៀតប្តីមកតន់កើតតាមផ្លូវទៀតភ្លៀងធំភ្លៀងនោះភ្លៀងមែនតើភ្លៀងដូចទឹកជំនន់យើងមួយថ្ងៃមុនស្ទឹងអចិរវតីដែលធ្លាប់តែកន្លះស្រាប់តែទៅជាស្ទឹងដែលមានទឹកហូរពេញពេលព្រឹកឡើងហើយពេលដែលភ្លៀងហ្នឹងប្តីរៀងភ្លៀងបន្តិចទៅកាប់អស់ទៅរកអស់ដើម្បីមកដុតកម្ដៅកុំឲ្យលងាហើយនឹងធ្វើពុកដំបូលប្រក់ឲ្យប្រពន្ធតាមផ្លូវពោះចិត្តស្លាប់
នាងនឹងក៏នៅមើលកូនម្នាក់ឯងនេះធ្វើខ្លួនដូចជាគោអញ្ចឹងច្រៀមដូចជើង4ទៅដើម្បីក្រុងកូនបាត់ប្តីយូរព្រឹកឡើងដើរទៅមើលប្តីឃើញប្តីស្លាប់ពោះចាប់ស្លាប់ឆ្លងស្ទឹងមិនអាចយកកូនទាំងពីរទៅបានយកកូនទៅម្ដងមួយហើយកូនមួយទៅកើតយប់ហ្នឹងសាច់នៅក្រហមមើលតែដុំសាច់ខ្លែងឃើញទៅក៏សង្កល់ថាដុំសាច់ក៏ឆាបយកទៅនាងត្រឡប់មកវិញទៅយកកូនមួយទៀតបានដល់ពាក់កណ្ដាលផ្លូវហ្នឹងឃើញខ្លែងមកឆាបកូនហ្នឹងក៏ស្រែកយកបក់ឲ្យសត្វហ្នឹងទម្លាក់កូនមកវិញកូននៅឲ្យត្រើយមកខាងទៀតឃើញម្ដាយលើកដៃអញ្ចឹងទៅស្មានតែឲ្យខ្លួនឯងចុះមកក៏ចុះទឹកយកទៅបាត់ដែរនាងនឹងកើតទុកខ្លាំងទេយើងសម័យបន្តិចណាញញោមសម័យក្នុងចិត្តបន្តិចណាតែក្នុងស្ថានភាពអញ្ចឹងកើតទុកខ្លាំងទេខ្លាំងទេណាទុកខ្លាំងហើយដល់ផ្លូវបែកទៅក្រុងសាវត្ថីហ្នឹងសួរអ្នកដំណើរអំពីឪពុកម្ដាយនិងបងប្រុសថាតើគាត់សុខទុក្ខយ៉ាងម៉េចដែរអ្នកដំណើរថាកុំសួរពីគាត់នឹងកុំសួរពីអ្នកផ្សេងវិញទេខ្ញុំអត់មានកិច្ចសួរទៅពីអ្នកផ្សេងខ្ញុំត្រូវសួរពីលោកសេដ្ឋីហ្នឹងបើនឹងនៅជីសួរលោកសេដ្ឋីនិងពីអ្នកប្តីប្រពន្ធហើយនឹងកូនប្រុសគាត់ហ្នឹងកូនប្រុសច្បងហ្នឹងខ្យល់ព្យុះយប់មិញភ្លៀងខ្លាំងហ្នឹងត្រូវប្រសាទបាក់រលំកិនស្លាប់ទាំងអស់ហើយឥឡូវកំពុងតែដុតនៅលើជើងថ្កតែមួយជាមួយគ្នាមិនតាន់បាត់ផ្សែងនឹងនាងមើលឃើញផ្សែងហុយហ្នឹងគឺដុតអ្នកទាំង3នាក់ហ្នឹងញញោមមកយប់មួយថ្ងៃអស់ប្តីអស់កូនពីរអស់ម៉ែឪអស់បងទៀតទុកតូចឬក៏ទុកធំញញោមតូចឬធំហ្នឹងហើយរហូតដល់ទៅមនុស្សធ្លាប់តែឆ្លាតវៀងវៃខ្លាយទៅជាមនុស្សវិកលចរិតណាដើររបូតខោអាវអត់ទាំងដឹងខ្លួនផងទុកនេះញាតិញោមហើយអាត្មាគិតថាញាតិញោមទាំងអស់គ្នានេះមិនមែនទុកតិចជាងនាងបដាចាទេញាតិញោមទាំងអស់គ្នានេះអាត្មាគិតថាមិនមែនជាអ្នកទុកតិចជាងនាងបដាចាទេប៉ុន្តែគ្រាន់តែនាងបដាចាការស្លាប់ញាតិហ្នឹងវារួមមកថ្ងៃតែមួយហ្នឹងវាច្រើនតែម្ដងតែញាតិញោមក៏មិនតិចជាងនឹងដែរច្រើនដូចតែគ្នាចឹងដែរប៉ុន្តែយើងស្លាប់ម្ដង1ម្ដង2 4 10ឆ្នាំ1 2 2ឆ្នាំ1ម៉ែឪបន្តិចអបអត់ដូចគ្នាហ្នឹងមែនទេវាគ្រាន់តែម្ដងមួយយូរឲ្យតែរស់យូរបន្តិចគេងាប់ចោលកាន់តែច្រើនមែនអត់ហើយចង់មកអាយុវែងនេះតាមពិតនេះអាយុវែងហ្នឹងកើតទុកហ្នឹងណាបន្តិចទៅវានេះងាប់ចោលបន្តិចទៅវានោះងាប់ចោលនៅម្នាក់ឯងមកស្រួលណាស់ណោះនៅតែចង់រស់ហ្នឹងហើយចង់អាយុវែងនេះហើយចង់ចាស់ដែរហ្នឹងហើយរឿងហ្នឹងមិនអាចបើមិនចង់ចាស់មានផ្លូវមួយគឺងាប់ពីក្មេងហ្នឹងហើយ